Tuesday ស្វាគមន៍កាន់វីដេអូរៀនភាសាអង់គ្លេសថ្ងៃនេះគ្រូមានប្រយោគ4ប្រយោគយកមកបង្រៀនដោយប្រើពាក្យទាំងនេះពាក្យទី1យើងអានថា when តែប្រើបានទៅពាក្យទី2យើងអានថា go ថាទៅបច្ចុប្បន្នកាលធម្មតាពាក្យទី3យើងអានថា going បច្ចុប្បន្នកាលកំពុងតែបន្តពាក្យទី4 will go នឹងទៅបច្ចុប្បន្នកាលដែលវាមិនទាន់កើតឡើងបើយើងចង់និយាយថាខ្ញុំទៅសាលាកាលពីម្សិលមិញអញ្ចឹងវាម្សិលមិញមានន័យថាវាជាអតីតកាលយើងប្រើថា I went to school yesterday ចង់និយាយថាខ្ញុំទៅសាលាធម្មតា I go to school ហើយបើយើងចង់និយាយថាឥឡូវនេះខ្ញុំកំពុងតែទៅសាលា Now I am going to school វានៅក្នុងបច្ចុប្បន្នកាលហើយវាកំពុងតែបន្តបាទវាកំពុងតែបន្តហើយបើយើងចង់និយាយថាខ្ញុំនឹងទៅសាលានៅថ្ងៃស្អែក I will go to school tomorrow ខ្ញុំនឹងទៅសាលានៅថ្ងៃស្អែកអញ្ចឹងវានៅថ្ងៃស្អែកគឺជាអនាគតរបស់យើងនិយាយថា I will go to school tomorrow